សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មានរឿងថ្មីមួយលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងមួយនេះតាក់ទងជាមួយនឹងទីក្រុងដ៏ចម្លែកមួយមនុស្សនៅក្នុងទីក្រុងគ្មានអ្នកណាគេចាស់នោះឡើយដែលធ្វើឲ្យអ្នកគ្រប់គ្នាពិតជាធុញទ្រាន់ជាមួយនឹងជីវិតរបស់ពួកគេយ៉ាងខ្លាំងរហូតដល់សិស្សសាលាស្រីៗហ្នឹងតែងតែធ្វើបាបទៅកាន់ក្មេងប្រុសជារៀងរាល់ថ្ងៃមានតែធ្វើបែបនេះទេទើបពួកគេមានអារម្មណ៍ថាពួកគេនៅមានជីវិតម្យ៉ាងវិញទៀតអ្នកទាំងអស់គ្នាទីក្រុងមួយនេះប្រសិនបើអ្នកណាបាត់បង់ឈិនតៈនៅក្នុងការរស់នៅពួកគេនឹងត្រូវក្របដណ្ដប់ដោយអាប់ខ្មៅគួរឲ្យខ្លាចអញ្ចឹងហើយបានអ្នកនៅក្នុងទីក្រុងតែងតែធ្វើអ្វីប្លែកៗដើម្បីឲ្យដឹងថាខ្លួនឯងនឹងនៅមានជីវិតហើយរឿងមួយនេះវាបានកើតឡើងតាំងពីយូរមកហើយមានរោងចក្រផលិតដែកនៅក្នុងស្រុកមួយបានផ្ទុះឡើងយ៉ាងខ្លាំងក្លាបណ្ដាលឲ្យខូចខាតទីក្រុងទាំងមូលហើយក៏ត្រូវបានបិទគ្រប់ទីកន្លែងផងដែរចាប់តាំងពីពេលនោះមកពេលវេលាត្រូវបានឈប់មិនត្រឹមតែប៉ុណ្ណោះទេភាពចាស់ជរារបស់មនុស្សក៏ត្រូវបានឈប់ដូចគ្នាមនុស្សទាំងអស់នៅក្នុងទីក្រុងគ្មានភាពប្រែប្រួលដោយការមុនមិនទាន់ផ្ទុះអញ្ចឹងហើយក៏គ្មានអ្នកណាម្នាក់អាចចាក់ចេញអំពីទីក្រុងមួយនេះបានដូចគ្នាចាប់តាំងពីពេលនោះមកមនុស្សគ្រប់គ្នាចាប់ផ្ដើមលេងហ្គេមប្លែកៗដែលធ្វើឲ្យពួកគេរំភើបចិត្តឬក៏មានការជឿចាប់ផងដែរមនុស្សគ្រប់គ្នាជឿជាក់ថាការផ្ទុះលើកនេះគឺជាការដាក់ទរណកម្មរបស់ព្រះជាម្ចាស់ហើយគេក៏បានយករោងចក្រស្លដៃដែលបានផ្ទុះនោះគឺជាកន្លែងសក្ការៈទៀតផងរហូតដល់ថ្ងៃមួយក្មេងស្រីដែលមានឈ្មោះថាស៊ូមីបាននាំក្មេងប្រុសដែលឈ្មោះថាគីរីទៅកាន់រោងចក្រដែលបានផ្ទុះគីរីមិនដែលមកទីនេះពីមុនមកនោះទេបន្ទាប់ពីបានមកដល់ភ្លាមគេមានអារម្មណ៍ដូចជាចម្លែកហើយអាចកំបាំងខ្លាំងណាស់ដើរបានបន្តិចគេមានអារម្មណ៍ដូចជាប៉ះជាមួយនឹងរបស់អ្វីមួយយ៉ាងរំពេចនោះស្រាប់តែមានក្មេងស្រីម្នាក់មិនដឹងមកពីណានោះទេលុតមកអោបកគេយកតែម្ដងដែលធ្វើឲ្យគេនឹងរន្ធត់ចិត្តយ៉ាងខ្លាំងរួចក្មេងស្រីម្នាក់នោះក៏បានប្រើចមោរបស់ខ្លួនហិតទៅកាន់គាត់មួយទំហឹងភ្លាមនោះស៊ូគីក៏បានបង្ហាញខ្លួនដែលធ្វើឲ្យក្មេងស្រីម្នាក់នោះបញ្ញារត់ទៅកាន់នាងវិញក្រោមសម្ដីដ៏ម៉ឺងម៉ាត់របស់ស៊ូគីធ្វើឲ្យក្មេងស្រីម្នាក់នោះចាប់ផ្ដើមស្ងប់ចិត្តអំឡុងពេលដែលគីរីកំពុងតែលាងសម្អាតធុងគេក៏បានសួរទៅកាន់ស៊ូគីអំពីក្មេងស្រីម្នាក់នោះថាតើនាងគឺជានរណាហើយអ្វីបានជាស៊ូគីនាងមើលថែទៅកាន់ក្មេងស្រីម្នាក់នោះខ្លាំងម្ល៉េះស៊ូគីនៅស្ងៀមបន្តិចរូបនាងក៏បានឆ្លើយតបថានាងក៏មិនដឹងដែរដែលសំខាន់ឪពុកចុងរបស់នាងបានប្រាប់ឲ្យនាងនឹងថែរក្សាក្មេងស្រីម្នាក់នេះហើយមូលហេតុដែលស៊ូគីបាននាំគីរីមកទីនេះគឺចង់ឲ្យគីរីនឹងជួយមើលថែនាងជាមួយគាត់នឹងឯងគីរីមើលទៅកាន់ក្មេងតូចម្នាក់នោះដូចជាសត្វព្រៃមិនដឹងទេចាប់តាំងពីពេលនោះមកគីរីជាមួយនឹងស៊ូគីបានដាក់វេនគ្នាដើម្បីមើលថែក្មេងស្រីម្នាក់នោះថ្ងៃមួយដល់វេនគីរីបន្ទាប់ពីគេបានមកដល់ទីនេះគេមិនបានឃើញក្មេងស្រីម្នាក់នោះឡើយឃើញតែខោអាវមួយចំនួនរួមជាមួយនឹងតុក្កតាប៉ុណ្ណោះបន្តិចក្រោយមកទើបគេដឹងថាក្មេងស្រីម្នាក់នោះកំពុងតែចង់លេងជាមួយគេមើលតែឥរិយាបថនាងពេលនេះមិនដូចជាសត្វព្រៃនោះឡើយនាងដូចជាទារកដែលទៅនឹងរៀនវាអញ្ចឹងអ្វីដែលធ្វើឲ្យគីរីកាន់តែភ្ញាក់ផ្អើលគឺក្មេងស្រីម្នាក់នោះអាចនិយាយបានដោយនាងបានរំលឹកគាត់អំពីស៊ូមីរហូតធ្វើឲ្យគាត់នឹងចាប់ផ្ដើមសួរទៅកាន់នាងថាតើនាងជាមួយនឹងស៊ូមីគឺជាបងប្អូននឹងគ្នាមែនអត់សម្ដីរបស់គេធ្វើឲ្យក្មេងស្រីនោះមិនយល់សោះឡើយនៅតែបន្តនិយាយឈ្មោះរបស់ស៊ូមីដដែលគីរីគិតថាប្រហែលជាក្មេងស្រីនោះគ្មានឈ្មោះហើយយ៉ាងមើលទៅរួចគេក៏បានដាក់ឈ្មោះឲ្យក្មេងស្រីនោះថាស៊ូអ៊ីបន្ទាប់ពីបានឈ្មោះហើយធ្វើឲ្យនាងនឹងសប្បាយចិត្តយ៉ាងខ្លាំងនាងក៏បានរត់ទៅខាងក្រៅដើម្បីលេងពីលើរទេះភ្លើងចាស់មើលទៅកាយវិការនៃការផ្លាស់ទីរបស់នាងពិតជាលឿនខ្លាំងមែនទែនរំពេចនោះគីរីចង់ខ្លាចទៅជាវិចិត្រករដូច្នេះហើយគេក៏បានយកសភៅរបស់គេនឹងមកគូររូបរបស់ស៊ូអ៊ីតែម្ដងទៅនៅពេលជាមួយគ្នាឪពុកចុងរបស់ស៊ូមីក៏បានមកដល់ដែលធ្វើឲ្យគីរីបញ្ញាលាក់ខ្លួនជាបន្ទាន់ដែលឪពុកចុងរបស់ស៊ូមីមានឈ្មោះថាកាមីគាត់បានហៅស៊ូអ៊ីជាទេពធីតាម៉ាស៊ីនហើយថានាងមកទីនេះគឺដើម្បីជួយសង្គ្រោះពួកគេថ្ងៃបន្ទាប់នៅក្នុងសាលារៀនមានក្មេងប្រុសបានបបួលក្មេងស្រីនឹងទៅរករកនៅរូងក្រោមដីដោយសារតែទីនោះមានពាក្យជាចាំអារាមថាមានខ្មោចឡើងសូម្បីតែសានូដែលជាមនុស្សខ្មាស់អៀនបំផុតក៏គេនឹងចង់ទៅមើលដែរមិនយូរប៉ុន្មានគ្រប់គ្នាក៏បានយកព្រមទៅមើលទាំងអស់គ្នានៅក្នុងយប់នោះពួកគេបានជុំគ្នានៅក្នុងផ្លូវរទេះភ្លើងផ្លូវក្រោមដីត្រូវបានគេទុកចោលយ៉ាងយូរអញ្ចឹងហើយវាមានការរអិលរួមជាមួយនឹងដីបាក់ចូលទៅក្នុងនោះដូចគ្នាមុននឹងចូលទៅពួកគេបានកំណត់ច្បាប់មួយចំនួនជាដៃគូប្រសិនបើគេបានដើរឆ្លងកាត់រូងក្រោមដីគេត្រូវតែបន្សល់ទុកសារនៅលើជញ្ជាំងដែលបញ្ជាក់ថានៅទីនេះត្រូវបានរុករករួចរាល់ស៊ូគីត្រូវបានគេផ្គូផ្គងឲ្យទៅជាមួយនឹងសានូបន្ទាប់ពីដើរចូលទៅក្នុងរូងក្រោមដីកាន់តែជ្រៅសានូមានអារម្មណ៍មិនស្រួលហើយគិតថាការធ្វើដំណើរមួយនេះវាអត់ប្រយោជន៍ខ្លាំងណាស់រួចគេក៏បានសម្រេចចិត្តសរសេរនៅលើជញ្ជាំងដើម្បីចាកចេញតែនៅពេលដែលគីរីបានឃើញអ្វីដែលគេសរសេរនៅលើជញ្ជាំងធ្វើឲ្យគីរីមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្លៀតឱកាសពេលនោះសានូក៏បានសារភាពអំពីអារម្មណ៍របស់នាងទៅកាន់គេប៉ុន្តែគីរីបានបដិសេធដែលគាត់និយាយថាគាត់មានមនុស្សដែលគាត់ចូលចិត្តរួចទៅហើយពេលនេះអារម្មណ៍របស់នាងកាន់តែមានភាពខ្មាស់អៀនឡើងទ្វេដងអ្វីដែលកាន់តែអាក្រក់គឺអ្នកផ្សេងទៀតបានមកដល់កន្លែងពួកគេដូចគ្នានិងបានស្ដាប់ឮនៅពេលសម្ដីសារភាពរបស់សានូផងដែររួចគេក៏បាននិយាយសើចចំអកទៅកាន់សានូធ្វើឲ្យសានូនឹងទ្រាំមិនបានរត់ចេញពីទីនោះភ្លាមរំពេចនោះស្នាមប្រេះមួយនៅលើលំហមេឃក៏ចាប់ផ្ដើមបើកឡើងពោពេញដោយភាពអស់សង្ឃឹម
រួមជាមួយនឹងការខ្មាស់គេធ្វើឲ្យសានូសម្រាប់ចិត្តឈរនៅលើផ្លូវរថភ្លើងនាងបានសួរទៅកាន់អ្នកទាំងអស់គ្នាก่อนដែលនាងសារភាពអារម្មណ៍របស់ខ្លួនទៅកាន់គិរីតើនាងខុសធ្ងន់ធ្ងរណាស់មែនទេបានជាពួកគេនឹងសើចចំអកឲ្យនាងបែបនេះបន្ទាប់ពីនាងនិយាយរួចស្នាមប្រេះក៏ចាប់ផ្ដើមលេចឡើងនៅពេលពេញរាងកាយរបស់នាងសែងហយចេញពីរោងចក្រមានរូបរាងដូចជាចកមកខំត្របាក់រាងកាយរបស់នាងទាំងមូលបើទោះបីជាស៊ូមីព្យាយាមជួយសង្គ្រោះនាងក៏ដោយក៏វាមិនអាចទៅរួចដែរតែមួយនោះបានលេបត្របាក់នាងធ្វើឲ្យនាងនឹងបាត់ពីកន្លែងនោះបាត់ទៅហើយមើលទៅកាន់ផ្ទៃមេឃក៏ប្រែមកជាសភាពដើមវិញគ្រប់គ្នានៅក្នុងទីក្រុងពិតជាភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលគួរឲ្យខ្លាចមួយនេះខ្លាំងណាស់មានរឿងមួយទៀតដែលធ្វើឲ្យពួកគេនឹងកាន់តែគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីគេបានរាយការណ៍រឿងមួយនេះទៅកាន់ចាស់ទុំដែលនៅក្នុងក្រុងកាមីដែលមានឋានៈដូចជាចៅហ្វាយក្រុងនឹងគាត់បាននិយាយឡើងថាផ្សាយមួយនោះបានកើតឡើងដោយម៉ាស៊ីន 10% វាមានរាងដូចជាឆ្កែចចកលេបត្របាក់ដោយបំណងរបស់វាគ្រាន់តែចង់ថែរក្សាស្ថិរភាពនៅក្នុងពិភពលោកមួយនេះតែប៉ុណ្ណោះការផ្សារភ្ជាប់រវាងស្នាមប្រេះជាមួយនឹងសានូបានបាត់ខ្លួនពីព្រោះតែនាងមានបំណងចង់កិច្ចអំពីពិភពលោកមួយនេះហើយវាក៏ជាមូលហេតុចម្បងដែលឆ្កែចចកនឹងលេបត្របាក់នាងដូចគ្នាអញ្ចឹងហើយនៅក្នុងពិភពលោកមួយនេះប្រសិនបើអ្នកណាចង់រស់ត្រូវតែរក្សាចិត្តរបស់គេឲ្យស្ងប់កុំធ្វើឲ្យខ្លួនឯងមានអារម្មណ៍អស់សង្ឃឹមឲ្យសោះបើមិនដូច្នេះទេវានឹងខ្លាចដូចជាសានូអញ្ចឹងរឿងមួយនេះបានធ្វើឲ្យគិរីនឹងមានអារម្មណ៍ខុសយ៉ាងខ្លាំងដោយគិតថាមូលហេតុដែលសានូស្លាប់គឺមកពីកំហុសរបស់គាត់អញ្ចឹងហើយបានជាគេនឹងចាប់ផ្ដើមយកចិត្តរបស់គេទាំងអស់ចាក់ចូលទៅក្នុងខ្លួនរបស់ស៊ូអ៊ីបើទោះបីជានាងមិនយល់អារម្មណ៍គាត់ក៏ដោយតែនាងក៏អាចលួងលោមគាត់ដោយរបៀបពិសេសរបស់នាងផងដែរភ្លាមៗនោះស៊ូមីក៏បានចូលមកដល់ឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរធ្វើឲ្យនាងនឹងខឹងយ៉ាងខ្លាំងរួចអ្នកទាំងពីរក៏បានបតាយបតប់គ្នានៅពេលនោះតែម្ដងទៅក្រោយមកគិរីមានបំណងចង់នាំស៊ូអ៊ីចាក់ចែងទៅតែក៏ត្រូវបានទឹកភ្នែករបស់ស៊ូមីនឹងយំយ៉ាងខ្លាំងដោយរៀបរាប់ថាពេលនេះមិត្តល្អបំផុតរបស់នាងត្រូវបានបាត់ខ្លួនហើយឥឡូវនេះអ្នកដែលនាងចូលចិត្តក៏បានទៅស្និទ្ធស្នាលជាមួយនឹងអ្នកផ្សេងទៀតមិនទាន់បាននិយាយអ្វីបន្តទៀតផងស្រាប់តែកាមីបានចូលមកដល់ឃើញពួកគេធ្វើឲ្យអ្នកទាំង3នឹងចាប់ផ្ដើមរត់ចេញពីទីនោះជាបន្ទាន់ក្រោយមកពួកគេក៏បានទៅដល់កន្លែងដ៏ចម្លែកមួយខ្យល់អាកាសនៅទីនោះវាចម្លែកខុសពីធម្មតាស៊ូអ៊ីនាងចាប់ផ្ដើមដកដង្ហើមខ្លាំងៗដែលធ្វើឲ្យស្នាមប្រេះនៅលើមេឃចាប់ផ្ដើមលេចឡើងម្ដងទៀតធ្វើឲ្យយើងឃើញថាទេសភាពនៅផ្នែកម្ខាងទៀតវាមានភាពខុសប្លែកគ្នាទាំងស្រុងដែលធ្វើឲ្យស៊ូអ៊ីនាងមានអារម្មណ៍រំភើបយ៉ាងខ្លាំងរួចនាងក៏បានវាឡើងទៅខាងលើដើម្បីចង់ចេញទៅខាងក្រៅដូចគ្នាឃើញបែបនេះគិរីមិនបង្អង់ពេលយូរគេក៏បានឡើងទៅតាមនាងខណៈពេលនោះផងដែរកាជីក៏បានមកដល់ដែលធ្វើឲ្យកូនស្រីរបស់គេនឹងជាយាមរារាំងគេខ្លាំងមែនទែនកាមីព្យាយាមឲ្យអ្នកទាំងពីរនឹងឈប់ឡើងទៅក៏ប៉ុន្តែពួកគេទាំងពីរមិនខ្លាចខ្វល់អំពីសម្ដីរបស់គាត់ឡើយទីបំផុតអ្នកទាំងពីរក៏បានវាឡើងដល់កន្លែងដែលខ្ពស់ជាងគេរំពេចនោះភាពប្រេះដែលនៅលើផ្ទៃមេឃក៏បានលេបត្របាក់អ្នកទាំងពីរបាត់ទៅគិរីដឹងថាការពិតទៅពិភពលោកខាងក្រៅពិតជាមានពិតប្រាកដមែនហើយប្រសិនបើមានអ្នកណាម្នាក់អាចចូលទៅក្នុងពិភពពិតបាននោះរូបភាពដែលនៅក្នុងពិភពខ្លាំងខ្លាយរបស់គេនឹងត្រូវបានរលាយបន្តិចម្ដងវាដូចជាស៊ូអ៊ីបន្ទាប់ពីបានឃើញថាពួកគេមានសុវត្ថិភាពពួកគេក៏បានចុះមកខាងក្រោមវិញដោយពេលនេះគិរីបានដឹងរឿងមួយទៀតថាស៊ូអ៊ីគេបានមកពីពិភពលោកពិតនេះមានន័យថាពិភពលោកមួយនេះមានតែស៊ូអ៊ីម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិនៅក្នុងការធំធាត់ឡើងឆ្លងកាត់រឿងមួយនេះកាមីគេឈប់លាក់បាំងការពិតទៀតនឹងបានប្រកាសទៅប្រាប់អ្នកទាំងអស់គ្នាថាពិភពលោកនេះគឺជាពិភពលោកមិនពិតវាត្រូវបានបង្កើតឡើងដោយម៉ាស៊ីនយ៉ាងពិសេសបន្ទាប់ពីរោងចក្របានផ្ទុះហើយកាមីក៏មិនចង់ឲ្យមានអ្នកណាចាក់ចែងអំពីពិភពលោកនេះដូចគ្នាដូច្នេះហើយគាត់បានបង្កើតពិភពលោកខ្លាំងខ្លាយដោយអ្នកគ្រប់គ្នានៅទីនេះគ្រាន់តែជារូបភាពប៉ុណ្ណោះបើទោះបីជាឥឡូវពិភពលោកខ្លាំងខ្លាយរបស់គាត់ចាប់ផ្ដើមប្រេះក៏ប៉ុន្តែម៉ាស៊ីនរបស់គាត់នៅតែអាចបិទបាំងស្នាមប្រេះនោះបានដដែលហើយគាត់ជឿជាក់ថាគ្មានអ្នកណាម្នាក់អាចធ្វើឲ្យពិភពលោករបស់គាត់នឹងដួលរលំបាននោះទេលើបែបនេះធ្វើឲ្យមនុស្សគ្រប់គ្នាមានភាពអស់សង្ឃឹមយ៉ាងខ្លាំងតាមពិតទៅអ្វីមួយដែលពួកគេតែងតែសង្ស័យកន្លងមកវាត្រូវបានបិទនៅក្នុងពិភពលោកមួយនេះហើយជារៀងរាល់ថ្ងៃពួកគេតែងតែដេញតាមរកភេទរំភើបជាមួយនឹងការឈឺចាប់ដោយសារតែពួកគេស្ទើរតែគ្មានអារម្មណ៍អ្វីទៀតនោះទេកន្លងមកពួកគេតែងតែចងចាំនៅអារម្មណ៍ដែលពួកគេធ្លាប់មានកន្លងមកប៉ុន្តែពេលនេះអារម្មណ៍របស់គេដូចជាស្ថិតនៅក្នុងវាតកពួកគេមិនអាចដឹងអំពីអារម្មណ៍ផ្សេងៗទៅលើអាកាសធាតុបានឡើយចាប់តាំងពីដំបូងពួកគេមានអារម្មណ៍ថាពិភពលោកនេះដូចជាមានការបំភាន់ធ្វើឲ្យពួកគេលែងយល់អំពីការរស់នៅរបស់ពួកគេហើយបន្ទាប់មកព័ត៌មានក៏បានចុះផ្សាយអំពីអ្នកបាត់ខ្លួនជាបន្តបន្ទាប់វាបណ្ដាលមកពីផ្សាយនៃម៉ាស៊ីនចចបានបន្តលេចឡើងហើយលេបត្របាក់មនុស្សទាំងអស់នោះនៅក្នុងទីក្រុងមានតែកាមីប៉ុណ្ណោះដែលជឿជាក់ថាម៉ាស៊ីនរបស់គេនឹងផ្ដល់ឲ្យពួកគេនៃជីវិតមួយដ៏ល្អឥតខ្ចោះមនុស្សមួយចំនួនបានជឿជាក់នឹងដើរតាមគាត់ទៅលើរឿងមួយនេះប៉ុន្តែស៊ូមីបានបដិសេធលែងចង់រស់នៅជាមួយនឹងកាមីទៀតហើយដូច្នេះនាងជាមួយនឹងស៊ូអ៊ីបានធ្វើដំណើរទៅកាន់ផ្ទះរបស់ការីប៉ុន្តែថ្ងៃមួយស្នាមប្រេះក៏បានលេចឡើងលើជញ្ជាំងផ្ទះរបស់ការីតែម្ដងតាមរយៈស្នាមបែកមួយនោះការីបានមើលឃើញខ្លួនឯងនៅក្នុងពិភពលោកពិតដោយបង្ហាញថាគាត់ជាមួយនឹងស៊ូមីបានរៀបការជាមួយគ្នាឃើញបែបនេះគិរីព្យាយាមចូលទៅតែក៏ត្រូវបានស៊ូមីទាញគាត់ចេញភ្លាមធ្វើឲ្យស្នាមប្រេះមួយនោះចាប់ផ្ដើមរលាយបាត់ឃើញ
ទឹកមុខរបស់ស៊ូមីធ្វើឲ្យការ៉េនឹងឆ្ងល់យ៉ាងខ្លាំងនិងបានសួរទៅកាន់នាងថាហេតុអ្វីបានជានាងឃើញរូបភាពអស់ទាំងនេះហើយនាងដូចជាគ្មានភាពភ្ញាក់ផ្អើលអញ្ចឹងរួចស៊ូមីគេបានបញ្យល់ថាថ្ងៃដំបូងដែលគេបានជួបជាមួយនឹងស៊ូអ៊ីគេបានឃើញកាបូបដៃរបស់នាងមានរូបជួបជុំគ្រួសារនោះមានន័យថាស៊ូអ៊ីគឺជាកូនស្រីរបស់ពួកគេទាំងពីរនាក់នៅក្នុងពិភពលោកពិតប៉ុន្តែនាងនៅតែបដិសេធមិនព្រមទទួលស្គាល់វាព្រោះនាងយល់ថាខ្លួនឯងគឺជាម្ដាយមិនល្អមិនអាចបញ្ជូនកូនស្រីទៅកាន់ពិភពលោកពិតបានពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សជាច្រើនដែលបានបាត់ទៅលើពិភពលោកមួយនេះនៅក្នុងសាលារៀនមនុស្សជាច្រើនបានប្រមូលភាពក្លាហានរបស់ខ្លួនដើម្បីសារភាពទៅកាន់អ្នកដែលគេស្រឡាញ់រឿងមួយនេះបានធ្វើឲ្យការ៉េប្រមូលភាពក្លាហានរបស់ខ្លួនសារភាពទៅកាន់ស៊ូមីដូចគ្នាតែក៏ត្រូវបានស៊ូមីនឹងបដិសេធបើទោះបីជាពួកគេដឹងថាការពិតទៅពួកគេមានអារម្មណ៍ចំពោះគ្នាក៏ដោយអ្វីដែលធ្វើឲ្យការ៉េមិនយល់ហេតុអ្វីបានជានាងនឹងបដិសេធទាំងទឹកភ្នែករំពេចនោះនាងក៏បានរត់ចេញទៅខាងក្រៅដោយនិយាយថាពេលនេះនាងគ្មានបំណងចង់រស់ទៀតឡើយលើបែបនេះធ្វើឲ្យការ៉េចាប់ផ្ដើមផ្ដួលនាងទៅលើដីហើយយកមាត់របស់គេនឹងថាទៅកាន់នាងយកតែម្ដងដែលធ្វើឲ្យនាងមានអារម្មណ៍ថារំជួលចិត្តយ៉ាងខ្លាំងក្នុងអំឡុងពេលជាមួយគ្នាស៊ូអ៊ីក៏បានរត់មកដល់ដូចគ្នាឃើញទង្វើបែបនេះធ្វើឲ្យស៊ូអ៊ីនឹងគេពិបាកចិត្តយ៉ាងខ្លាំងដោយសារតែស៊ូអ៊ីក៏មានអារម្មណ៍ទៅលើការ៉េដូចគ្នាទុកព្រួយរបស់នាងបានធ្វើឲ្យខ្យល់នៅទីនោះដើរខុសពីធម្មតាចំណែកឯស្នាមប្រេះនៅលើមេឃក៏ចាប់ផ្ដើមឡើងដោយមិនអាចគ្រប់គ្រងបានទីក្រុងមួយនេះស្ថិតនៅលើគែមការបំផ្លាញទាំងស្រុងរោងចក្រដែកដែលត្រូវបានគេបោះបង់ចោលឈប់ផលិតផ្សែងពិភពលោកទាំងមូលក៏ចាប់ផ្ដើមរង្គោះរង្គើចំណែកនៃពិភពលោកពិតក៏ចាប់ផ្ដើមកើតឡើងដូចគ្នានៅពេលដែលគីរីនិងស៊ូមីបានដឹងថាស៊ូអ៊ីនៅជិតខ្លួនធ្វើឲ្យគេមានភាពភ្ញាក់ផ្អើលបន្តិចក៏ប៉ុន្តែគីរីនៅតែឆ្ងល់ហេតុអ្វីបានជានាងនឹងតូចចិត្តអញ្ចឹងចំណែកឯស៊ូមីពេលនេះនាងបានប៉ះមាត់របស់នាងថ្នមៗដល់អារម្មណ៍រំភើបស៊ូអ៊ីនាងបានដើរចាក់ចេញទាំងអារម្មណ៍អស់សង្ឃឹមរួចពួកគេទាំងពីរនាក់ក៏បានរត់ទៅលងលោមនាងដូចគ្នាក្នុងពេលជាមួយគ្នាប្រជាជនចាប់ផ្ដើមប្រមូលផ្ដុំនិយាយអំពីអត្រានៃការពិតត្រូវបានឆ្លុះបញ្ចាំងយ៉ាងឆាប់រហ័សពេលពេញស្នាមប្រេះហើយវាក៏បំផ្លាញពិភពលោកคล้ายៗមួយនេះផងដែរកាមីជឿជាក់ថាមានមធ្យោបាយមួយគត់ដើម្បីបញ្ឈប់អំពីគ្រោះមហន្តរាយមួយនេះគឺត្រូវនាំស៊ូអ៊ីមកកាន់រោងម៉ាស៊ីនវិញអំឡុងពេលដែលស៊ូគីកំពុងតែរៀបចំអីវ៉ាន់ម្ដាយរបស់គេក៏បានរកឃើញកំណត់ហេតុចាស់ៗរបស់ប្តីគាត់និងបានបកគលវាទៅឲ្យគីរីក្នុងសភៅបានបញ្ជាក់ថាគាត់បានរកឃើញស៊ូអ៊ីនៅក្នុងរទេះភ្លើងបន្ទាប់ពីការផ្ទុះរោងចក្រដែកហើយពួកគេក៏ធ្វើការសន្មតថានាងត្រូវបានមកអំពីពិភពលោកពិតលើបែបនេះជីតារបស់ការីបានដឹងយ៉ាងច្បាស់ប្រសិនបើម៉ាស៊ីនដែលបានចូលទៅក្នុងរូងភ្នំកាមីវានឹងក្លាយទៅជាម៉ាស៊ីនដ៏ប្រសិទ្ធប្រហែលជាវានឹងក៏អាចដឹកជញ្ជូនមនុស្សទៅកាន់ពិភពលោកពិតដូចគ្នាម្យ៉ាងវិញទៀតប្រសិនបើស៊ូអ៊ីនាងបានឡើងទៅលើរទេះភ្លើងនោះម្ដងទៀតហើយធ្វើដំណើរឆ្លងកាត់ភ្នំមួយនោះនាងប្រកាសជាអាចទៅវិញជាមិនខានក្រោយមកគីរីក៏បានមើលជាបន្តទៀតដោយឪពុករបស់គាត់ព្យាយាមបញ្ជូនស៊ូអ៊ីនឹងត្រឡប់ទៅវិញតែក៏ត្រូវបានកាមីហាមឃាត់ដោយគាត់ជឿជាក់ថាស៊ូអ៊ីគឺជាជំរើសតែមួយគត់ដែលគួរតែដាក់នៅក្នុងម៉ាស៊ីនដ៏ប្រសិទ្ធមួយនេះដើម្បីការពារពិភពលោកคล้ายៗរបស់គេកុំឲ្យបាត់បង់នៅក្នុងពេលនោះដែរឪពុករបស់គីរីក៏បានរកឃើញរូបថតគ្រួសារមួយសន្លឹកនៅក្នុងកាបូបដៃរបស់ក្មេងស្រីហើយគាត់ក៏បានដឹងថាក្មេងស្រីម្នាក់នោះគឺជាចៅស្រីរបស់គាត់តាំងពីពេលនោះមកគាត់តែងតែរកឱកាសដើម្បីជួយកូនស្រីរបស់គាត់នាពេលអនាគតមិនចង់ឲ្យនាងស្ថិតនៅក្នុងពិភពលោកបំផុតមួយនេះឡើយដូច្នេះហើយបានជាគាត់សរសេរអ្វីៗគ្រប់យ៉ាងចូលទៅក្នុងកំណត់ហេតុប្រចាំថ្ងៃប៉ុន្តែគាត់នៅតែមិនអាចបញ្ជូនក្មេងស្រីម្នាក់នោះទៅកាន់ពិភពលោកដើមវិញហើយវាក៏ជាកំហុសដែលធ្វើឲ្យបេះដូងរបស់គាត់ពោរពេញទៅដោយភាពអស់សង្ឃឹមទីបំផុតគាត់ក៏ត្រូវបានឆ្កែចចករបស់ម៉ាស៊ីនប្រសិទ្ធនឹងលេបត្របាក់គាត់ទៅដឹងអំពីគោលបំណងចុងក្រោយរបស់ឪពុកខ្លួនគេរីចាប់ផ្ដើមមានគំនិតថាធ្វើយ៉ាងណាក៏ដោយត្រូវតែបញ្ជូនស៊ូអ៊ីនឹងទៅកាន់ពិភពលោកពិតវិញក្នុងពេលជាមួយគ្នាពូរបស់គេរីដែលមានឈ្មោះថាតូគីមិនអាចទទួលយកនៃការបំផ្លិចបំផ្លាញនៅពិភពលោកមួយនេះបានទេគាត់ក៏បាននិយាយអំពីការបង្កើតរោងចក្រដែកឡើងវិញព្រមជាមួយនឹងការបង្កើតម៉ាស៊ីនចចកដ៏ប្រសិទ្ធថ្មីមួយបើទោះបីជាមនុស្សទាំងអស់មិនយល់អំពីផែនការរបស់គាត់ក៏ដោយប៉ុន្តែពួកគេនឹងគាំទ្រគាត់ជានិច្ចលើកលែងតែគេរីគេបានទទូចសុំឲ្យស៊ូអ៊ីនឹងចាក់ចែងអំពីពិភពលោកមួយនេះសិនប៉ុន្តែទូគីដូចជាមានអ្នកណាម្នាក់ដែលគាត់ត្រូវជួយដូចគ្នាភ្លាមនោះមនុស្សគ្រប់គ្នាត្រូវបានប្រមូលផ្ដុំក្នុងការពិភាក្សាបញ្ជូនស៊ូអ៊ីទៅកាន់ពិភពលោកពិតដោយពួកគេចង់បញ្ជូនស៊ូអ៊ីនឹងទៅតាមរូងក្រោមដីពីព្រោះតែពួកគេជឿជាក់ថានៅរូងក្រោមដីមានស្នាមប្រេះដ៏ធំមួយដែលអាចធ្វើឲ្យនាងនឹងឆ្លងទៅកាន់ពិភពលោកពិតបានទោះបីជាយ៉ាងណាក៏ដោយស៊ូអ៊ីខ្លួនឯងផ្ទាល់គេមិនចង់ទៅវិញនោះទេនាងបានបាត់បង់ការចងចាំរួមជាមួយនឹងអារម្មណ៍ពីអតីតកាលរបស់នាងអស់ហើយចំណែកឯមិត្តរួមថ្នាក់របស់ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងប្រសិនបើគេបញ្ជូននាងឲ្យចាក់ចេញពិតមែននោះពិភពលោកមួយនេះនឹងដួលរលំលឿនជាមិនខានឡើយអំឡុងពេលដែលពួកគេទាំងអស់គ្នាកំពុងតែឆ្លោះប្រកែកគ្នាស្រាប់តែមានក្មេងស្រីមួយក្រុមបានចាប់ស៊ូអ៊ីចាក់ចេញទៅហើយមេខ្លោងដែលធ្វើរឿងមួយនេះគឺជាកាមីនេះឯងនៅពេលដែលការ៉េដឹងថាកាមីបានចាប់ស៊ូអ៊ីទៅកាន់រោងចក្រគេជាមួយនឹងស៊ូមីក៏បញ្ញាទៅទីនោះភ្លាមចំណែកឯនៅក្នុងរោងចក្រឯនេះវិញកាមីកំពុងតែ
រៀបចំពិធីរៀបការឲ្យស៊ូអ៊ីជាមួយនឹងព្រះភ្នំដែលគេជឿជាក់ថាការធ្វើបែបនេះនឹងធ្វើឲ្យពិភពលោកคล้ายៗរបស់គេគង់វង្សឃើញបែបនេះស៊ូមីពិតជាមានការស្អប់ខ្ពើមសម្រាប់សកម្មភាពឪពុកចុងរបស់ខ្លួនខ្លាំងមែនទែនក្រោយមកពួកគេបញ្ញាប់ស្ទុះស្ទាស្វែងរកស៊ូអ៊ីពួកគេក៏បានរត់ចេញតាមផ្លូវរថភ្លើងទៅខាងក្រៅស្របពេលដែលជីតារបស់ការ៉េនឹងក៏មកដល់ដើម្បីជួយពួកគេដូចគ្នាលោកតាបានបន្តបើករថភ្លើងចាក់ចេញពីទីនោះខណៈពេលនោះមិត្តភ័ក្តិរួមថ្នាក់របស់ពួកគេបានដេញតាមពីខាងក្រោយក្នុងគោលបំណងចង់ឲ្យស៊ូអ៊ីនៅទីនេះដើម្បីរក្សាសុវត្ថិភាពពិភពលោកមួយនេះទៅមិនឆ្ងាយប្រមាណផងរថភ្លើងមួយនោះក៏ចាប់ផ្ដើមកាឡាំពេលវេលាដ៏សំខាន់បែបនេះមិត្តភ័ក្តិរបស់ការ៉េក៏បានបង្ហាញខ្លួនដូចគ្នានិងព្យាយាមបញ្ចូលទៅកាន់មិត្តភ័ក្តិផ្សេងទៀតឲ្យបាក់បង់គំនិតមួយនោះចោលទៅប៉ុន្តែកាមីក៏បានមកទាំពួកគេល្មមស្នាមប្រេះនៅលើផ្ទៃមេឃបន្តកើនឡើងឥតឈប់ឈរនោះវាមានន័យថាពេលវេលាដែលនៅទីនេះវាចិត្តបានអស់ហើយដោយឡែករថយន្តរបស់ការ៉េក៏ខូចដូចគ្នាធ្វើឲ្យគេសម្រេចចិត្តចុះមកខាងក្រៅដើម្បីជួសជុលវាជាបន្ទាន់អំឡុងពេលជាមួយគ្នាកាំជ្រួចដែលស្ថិតនៅក្នុងពិភពលោកពិតចាប់ផ្ដើមបំភ្លឺភ្លើងឡើងតាមរន្ធដែលបានប្រេះការ៉េបានឃើញខ្លួនឯងនៅក្នុងពិភពលោកពិតគាត់សម្លឹងមើលប្រដាប់ក្មេងលេងដែលស្ថិតនៅក្នុងដៃរបស់កូនព្រោះតែវាគឺជារបស់ដែលស៊ូអ៊ីនឹងតែងតែចង់បានដោយការពីពេលកន្លងមកស៊ូអ៊ីពិតជាចង់បានរបស់នោះខ្លាំងណាស់រហូតដល់ធ្វើឲ្យនាងនឹងយំងក់ងើនៅខាងក្រោមឃើញបែបនេះការ៉េជាមួយនឹងស៊ូអ៊ីក៏បានធ្វើជាចាក់ចែងអំពីរូបគេប៉ុន្តែពេលដែលគេបានដើរត្រឡប់មកវិញស៊ូអ៊ីបានបាត់ខ្លួនពីកន្លែងនោះទៅហើយក្រោយមកស៊ូមីពិតជាមានការសោកស្ដាយនៅក្នុងជីវិតរបស់នាងខ្លាំងមែនទែនបន្ទាប់ពីបានដឹងអំពីការចងចាំនៅលើពិភពលោកពិតប្រាកដធ្វើឲ្យការ៉េនឹងកាន់តែមានចិត្តរឹងមាំក្នុងការបញ្ជូនស៊ូអ៊ីឲ្យត្រឡប់ទៅកាន់ពិភពលោកពិតវិញរំពេចនោះក្រហាញស្នាមប្រេះក្នុងពិភពលោកនិមិត្តកាន់តែបើកចំហធំឡើងដែលធ្វើឲ្យកម្មករនៅទីនោះមានការស្លន់ស្លោយ៉ាងខ្លាំងទីបំផុតម៉ាស៊ីនចចដ៏ប្រសិទ្ធរបស់ពួកគេក៏បានបង្ហាញខ្លួនសម្រាប់ពេលវេលានេះពិភពនិមិត្តក៏ប្រែទៅជាមានស្ថិរភាពឡើងវិញចំណែកឯក្រុមរបស់ការ៉េក៏អាចទិញរថយន្តចេញពីចំណតរថភ្លើងបានដូចគ្នាពួកគេបានបើកបរយ៉ាងលឿនឆ្ពោះទៅកាន់រោងក្រោមដីមុនពេលដែលស្នាមប្រេះមួយនោះត្រូវបានផ្សារភ្ជាប់នៅពិភពលោកពិតឯនេះវិញការ៉េបានលើសំឡេងបរិះម្នាក់បានសុំឲ្យគាត់នឹងជួយថតរូបឲ្យគេខណៈពេលនោះការ៉េបានដាក់ប្រដាប់ក្មេងលេងនៅលើរថភ្លើងអ្វីដែលនឹកស្មានមិនដល់គឺរថភ្លើងមួយនោះចាប់ផ្ដើមផ្លាស់ទីក្នុងពិភពនិមិត្តការ៉េស្រាប់តែមានគំនិតមួយគាត់បានឆ្លងកាត់តាមផ្លូវបំបែកដើម្បីដេញតាមរថភ្លើងបើទោះបីជាដឹងថាគាត់ធ្វើបែបនេះអាចធ្វើឲ្យខ្លួនរបស់គាត់រុំជាមួយនឹងស៊ូមីបាត់ខ្លួនក៏ដោយប៉ុន្តែគាត់ពិតជាមិនខ្វល់ទៀតនោះឡើយនៅក្នុងពិភពពិតឯនេះវិញគេបានសម្គាល់ឃើញថាមានរថយន្តមួយកំពុងតែដេញតាមរថភ្លើងអ្នកបើកបររថភ្លើងក៏បានឈប់ក៏ប៉ុន្តែគាត់មិនបានឃើញអ្វីតតែសោះឆ្លៀតឱកាសពេលនោះស៊ូមីបាននាំស៊ូអ៊ីឡើងទៅកាន់រថភ្លើងហើយនាងក៏មិនចង់ឲ្យគេរីនឹងបាត់ខ្លួនជាមួយនាងនោះទេដូច្នេះហើយនាងបានច្រានគាត់ឲ្យចុះពីលើរថភ្លើងអំឡុងពេលជាមួយគ្នារថយន្តរបស់មិត្តភ័ក្តិគេក៏បានមកដល់ស្នូនៃកាំជ្រួចក៏បានផ្ទុះឡើងយ៉ាងសន្ធឹកសន្ធាប់បំភ្លឺអំពីទីក្រុងទាំងមូលស៊ូអ៊ីបានសម្លឹងទៅមើលស៊ូមីដែលកំពុងតែឈរអង្អាចជូននាងត្រឡប់ទៅកាន់ពិភពលោកពិតវិញស៊ូអ៊ីនាងនៅតែមានអារម្មណ៍ដូចជាស្ទាក់ស្ទើររំពេចនោះនាងក៏បានឃើញប្រដាប់ក្មេងលេងដាក់នៅខាងក្រោមដែលធ្វើឲ្យនាងនឹងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ក្រោយមកស៊ូមីក៏បានប្រាប់ទៅកាន់នាងជាលើកចុងក្រោយថាកន្លែងនេះមិនមែនជាកន្លែងដែលគេនឹងត្រូវរងចាំអ្នកណាម្នាក់ឡើយពិភពលោកពិតនៅខាងមុខឯនោះទេគឺជាកន្លែងដែលមនុស្សគ្រប់គ្នាកំពុងតែរងចាំគេរួចស៊ូមីក៏បាននិយាយរៀបរាប់ជាច្រើនទៀតដែលតាក់ទងជាមួយនឹងអារម្មណ៍របស់ស៊ូអ៊ីចង់ឲ្យនាងនឹងមានចិត្តនៅក្នុងការវិលត្រឡប់ទៅវិញជាមួយនឹងរូបតុក្កតារបស់នាងវាក៏អាចធ្វើឲ្យស៊ូអ៊ីបានដឹងថាការពិតទៅពិភពលោកមួយនេះមិនមែនជារបស់នាងនោះឡើយហើយទីបញ្ចប់នាងក៏បានសម្រេចចិត្តថាវិលត្រឡប់ទៅវិញនិយាយរួចនាងក៏បានបកគោស្បែកសក់នឹងទៅកាន់ស៊ូមីមកដល់ពេលនេះស្នាមប្រេះដែលនៅលើមេចាប់ផ្ដើមបង្រួមខ្លួនបន្តិចម្ដងយ៉ាងឆាប់រហ័សចំណែកឯរថភ្លើងក៏ចូលចិត្តដល់រោងក្រោមដីផងដែរគៀកមែនតែនស៊ូមីក៏បានសម្រេចចិត្តលោតចុះពីលើរថភ្លើងដោយស្នាមប្រេះមួយនោះវាបានចិត្តអំឡុងពេលដែលស៊ូមីនឹងធ្លាក់មកខាងក្រោមដូចគ្នាធ្វើឲ្យគេរីនឹងបញ្ញាចុះទៅជួយនាងជាបន្ទាន់ក្រោយមកពួកគេទាំងពីរនាក់ក៏រមែលចុះតាមផ្លូវដែលធ្វើឲ្យអ្នកទាំងពីរនឹងមានរបួសជាដំណោះប៉ុន្តែស៊ូមីនៅតែញញឹមដោយសារតែការឈឺចាប់មួយនេះបានធ្វើឲ្យនាងមានអារម្មណ៍ថាចង់មានជីវិតពួកគេក៏មិនបានដឹងអំពីផលលំបាកផ្សេងបន្ទាប់ពីគេបានបញ្ជូនស៊ូអ៊ីទៅកាន់ពិភពលោកពិតវិញដែរខណៈពេលនោះរថភ្លើងចូលទៅក្នុងរោងក្រោមដីក៏បានបាត់ខ្លួនអ្នកទាំងអស់គ្នាពិតជាអបអរសាទរជាមួយនឹងភាពជោគជ័យមួយនេះខ្លាំងមែនទែនចំណែកឯនៅក្នុងរោងក្រោមដីឯនេះវិញស៊ូអ៊ីមិនអាចទប់ទឹកភ្នែកបានរាល់អ្វីដែលនាងបានជួបនោះឡើយនៅឈុតចុងក្រោយនៃរឿងបានបញ្ជាក់ថាស៊ូអ៊ីនាងបានធំពេញវ័យឡើងហើយនាងក៏បានត្រឡប់មកមើលរោងចក្រដែរដែលត្រូវបានគេបោះបង់រួចនាងក៏បានដើរមើលគ្រប់ជ្រុងជ្រោយអំពីទីនោះដោយនឹកឃើញនៅអនុស្សាវរីយ៍ល្អៗដែលវាបានកើតឡើងអំឡុងពេលដែលនាងនៅក្នុងពិភពលោកនិមិត្តចំណែកឯពិភពលោកនិមិត្តឯនេះវិញម៉ាស៊ីនដែលមានសមត្ថភាពក្នុងការបិទស្នាមប្រេះទាំងអស់នោះវាធ្វើឲ្យមនុស្សរស់នៅក្នុងនោះក៏មិនដឹងដូចគ្នាថាពិភពលោកដែលពួកគេកំពុងរស់នៅវានឹងត្រូវបញ្ចប់នៅក្នុងថ្ងៃណាអ្វីដែលសំខាន់ស៊ូមីជាមួយនឹងគីរីដែលនៅក្នុងពិភពងងឹតគេនៅរស់រានមានជីវិតនៅឡើយនោះទេហើយសាច់រឿងរបស់យើងក៏ត្រូវបានចប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា
ការសម្រាយរឿងរបស់ admin ប្រសិនបើពេញចិត្តវីដេអូមួយនេះសូមជួយ subscribe ឲ្យ admin ម្នាក់មួយផងជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ